បាទថ្ងៃនេះខ្ញុំសូមណែនាំពីម៉ាស៊ីនតេស្តជាតិស្ករ brand Sinocare និងរបៀបតេស្តជាតិស្ករនៅផ្ទះបានដោយខ្លួនឯងយ៉ាងងាយស្រួលបំផុតបាទហើយសម្រាប់ម៉ាស៊ីនតេស្តជាតិស្ករនេះដែរមួយឈុតតម្លៃ$20តម្លៃដើមតម្លៃ35ចុះនៅសល់$20ហើយសម្រាប់របៀបតេស្តរបស់យើងពីដំបូងឡើយពុកម៉ែបងប្អូនធ្វើការបើកយកម្ជុលនឹងមួយមកបន្ទាប់មកយកម្ជុលនឹងដាក់ចូលនៅក្នុងប៊ិចពេលដែលដាក់ម្ជុលចូលរួចរាល់ហើយពុកម៉ែបងប្អូនធ្វើការមួលក្បាលម្ជុលនឹងចេញមួយដែលជាប់ដែលស្របពីលើក្បាលម្ជុលនឹងចេញហើយបន្ទាប់មកធ្វើការដាក់ក្បាលប៊ិចនឹងចូលទៅវិញហើយបន្ទាប់មកទៀតពុកម៉ែបងប្អូនធ្វើការសេរីលេខនៅលើប៊ិចសម្រាប់លេខនេះពុកម៉ែបងប្អូនសេរីលេខ3ឬលេខ4តាមចំណងចំណូលចិត្តអញ្ចឹងតាមស្បែកដៃពុកម៉ែបងប្អូនក្រាស់ឬស្ដើងបាទសម្រាប់ខ្ញុំយកលេខ4ព្រោះអីស្បែកដៃខ្ញុំមិនក្រាស់ក៏មិនស្ដើងដែរបាទបន្ទាប់មកទៀតធ្វើការដកយកប្រទេសតេស្តសម្រាប់ប្រទេសតេស្តនេះដែរនៅក្នុងមួយកំប៉ុងមាន25អញ្ចឹងនៅក្នុងមួយប្រអប់មាន2កំប៉ុងមាន50សរុបទាំងអស់បាទហើយនៅពេលដែលពុកម៉ែបងប្អូនធ្វើការបើកយកប្រទេសតេស្តសូមបើកយកឲ្យលឿនហើយនឹងបិទវិញឲ្យលឿនដើម្បីការពារប្រទេសតេស្តយើងកុំឲ្យចូលខ្យល់អាចនឹងធ្វើប្រទេសតេស្តយើងឆាប់ខូចគុណភាពអញ្ចឹងណាបាទបន្តមកទៀតធ្វើការដាក់ប្រទេសតេស្តចូលក្នុងម៉ាស៊ីនបាទនៅពេលដាក់ចូលម៉ាស៊ីនរួចម៉ាស៊ីននឹងចេញសញ្ញាដំណក់ឈាមអញ្ចឹងពុកម៉ែបងប្អូនអាចធ្វើការតេស្តបានហើយបាទបន្តមកទៀតធ្វើការបាញ់ដៃរបស់យើងដើម្បីយកដំណក់ឈាមនិងធ្វើការតេស្តលទ្ធផលអញ្ចឹងណាបាទនៅពេលដែលពុកម៉ែបងប្អូនច្រវាច់ឈាមសូមឲ្យដំណក់ឈាមនេះមានចេញមកមូលអញ្ចឹងដើម្បីឲ្យម៉ាស៊ីនយើងងាយស្រួលចាប់យកបាទនៅពេលដែលតេស្តដាក់ម៉ាស៊ីនឲ្យចំពីលើដំណក់ឈាមហ្នឹងទៅរងចាំរយៈពេលតែ10វិនាទីនឹងចេញលទ្ធផលមកហើយបាទហើយសម្រាប់លទ្ធផលជាតិស្កររបស់ខ្ញុំគឺ81នៅពេលដែលបងប្អូនតេស្តចេញលទ្ធផលបងប្អូនអាចផ្ទៀងជាមួយនឹងផ្ទាំងกระดาษនេះបានកระดาษតារាងលទ្ធផលនេះបានសម្រាប់តារាងនេះដែរគឺយើងមានថែមជូនពុកម៉ែបងប្អូនម្នាក់មួយសន្លឹកនៅពេលដែលពុកម៉ែបងប្អូនជាវម៉ាស៊ីនតេស្តជាតិស្ករនេះយកទៅបាទបញ្ជាក់ម៉ាស៊ីនតេស្តជាតិស្ករនេះតម្លៃមួយឈុត$20បាទហើយខាងយើងខ្ញុំក៏មានលក់ម៉ាស៊ីនវាស់សម្ពាធឈាមផងដែរបាទសម្រាប់ម៉ាស៊ីនវាស់សម្ពាធឈាមមួយឈុត$20ដូចគ្នាបើមិនជាពុកម៉ែបងប្អូនយក2ឈុតសរុបតម្លៃ$40បាទតម្លៃដើម65 2ឈុតបញ្ចុះនៅសល់$40បាទសម្រាប់ម៉ាស៊ីនវាស់សម្ពាធឈាមនេះដែរគឺនិយាយប្រាប់លទ្ធផលជាភាសាខ្មែរបាទហើយវាស់នៅកដៃងាយស្រួលមែនតើមានរូបរាងទូចងាយស្រួលយកតាមខ្លួនបាទហើយនិយាយប្រាប់លទ្ធផលជាភាសាខ្មែរទៀតបាទហើយសម្រាប់វិធីវាស់សម្ពាធឈាមខាងយើងខ្ញុំក៏មានជាវីដេអូដើម្បីបង្រៀនពុកម៉ែបងប្អូនផងដែរបាទសូមអរគុណលទ្ធផលនៃការវាស់សម្ពាធឈាមរបស់អ្នកគឺសម្ពាធឈាមខាងលើ128 mm mercury សម្ពាធឈាមខាងក្រោម90 mm mercury ចង្វាក់បេះដូងរបស់អ្នកគឺ105លើកក្នុង1នាទីលទ្ធផលនៃការវាស់ស្ទង់គឺសម្ពាធឈាមរបស់អ្នកខ្ពស់